นุษย์យើងគ្រប់គ្នាបានចាប់កំណើតកើតមកជាមនុស្សហើយសិទ្ធិសេរីភាពរបស់មនុស្សម្នាក់ៗតែងតែមានដែនកំណត់យើងគ្រប់គ្នាត្រូវចេះវាស់ជំហាននៅពេលដែលអ្នកធ្វើសកម្មភាពអ្វីមួយហើយផងនោះដែរមិនអាចបដិណីបាននោះទេឧទាហរណ៍មនុស្សយើងម្នាក់ៗមានសិទ្ធិសេរីភាពស្មើគ្នាប្រសិនបើយើងធ្វើអ្វីមួយនោះលោកអ្នកត្រូវចេះខ្លាចចិត្តឬក៏ក្រែងចិត្តគេផងបើយើងចេះអត់ឱនហើយគោរពសិទ្ធិនរណាម្នាក់នោះគេក៏ចេះគោរពអ្នកហើយផ្ដល់តម្លៃដល់អ្នកវិញនោះដែរមិនថាអ្នកជានរណាហើយមកពីណានោះទេប្រសិនបើអ្នកមិនគោរពសិទ្ធិអ្នកណាម្នាក់នោះទេអ្នកនឹងត្រូវប្រឈមនឹងរឿងជាច្រើនហើយតម្លៃរបស់អ្នកស្មើនឹង0ផងនោះដែរតើអ្វីទៅដែលគេហៅថាមានតម្លៃគឺជារបស់អ្វីមួយដែលកម្រនឹងរកបានឬក៏របស់អ្វីមួយដែលវាពុំមានច្រើនហើយតម្លៃក៏ស្ថិតនៅលើនឹងនោះដែរឧទាហរណ៍មួយទៅចុះដូចជាដុំពេជ្រជាដើមយើងមិនចាំបាច់និយាយឲ្យវែងឆ្ងាយហើយយកឈ្មោះទូទាំងពិភពលោកមកនិយាយនោះទេយើងនិយាយត្រឹមតែស្រុកខ្មែរទៅបានហើយមនុស្សមានចំនួន16លានអ្នកជាងនោះទេតែដុំពេជ្រវិញមានតែប៉ុន្មានគីឡូឬក៏ប៉ុន្មានតោនតែប៉ុណ្ណោះម្ល៉េះហើយបានជាដុំពេជ្រវាមានតម្លៃថ្លៃជាងអ្វីទាំងអស់ចុះសំណួរសួរថាតើរបស់អ្វីទៅដែលមិនសូវមានតម្លៃតើលោកអ្នកដឹងដែរឬទេរបស់ដែលមិនសូវមានតម្លៃនោះគឺខ្យល់ចុះហេតុអ្វីបានជាយ៉ាងនេះប្រៀបដូចមនុស្សយើងប្រសិនបើលោកអ្នកមិនមានខ្យល់សម្រាប់ដកដង្ហើមចេញចូលនោះទេប្រកាសណាស់យើងគ្រប់គ្នាពិតជាស្លាប់ពុំខាននោះទេចុះហេតុអ្វីបានជាខ្យល់មិនមានតម្លៃដូចដុំពេជ្រចម្លើយស្រួលនឹងយល់បំផុតពីព្រោះខ្យល់មានច្រើនដល់សន្ធឹកសន្ធាប់នៅលើភពផែនដីមួយនេះម្ល៉េះហើយដុំពេជ្រជារបស់មួយដែលមានតម្លៃជាងអ្វីបង្អស់សូមលោកអ្នកបកមកខាងដើមវិញប្រសិនបើយើងចង់ឲ្យមានភាពថ្លៃថ្នូរហើយមានតម្លៃដូចដុំពេជ្រនោះយើងគ្រប់គ្នាត្រូវមានភាពគោរពត្រូវមានការគោរពគ្នាទៅវិញទៅមកព្រមទាំងចេះយល់យោគនិងអធិស្ឋានហើយគោរពសិទ្ធិគ្នាទៅវិញទៅមកផងនោះដែរតែអ្វីដែលលោកអ្នកនិងប្រិយមិត្តបានមើលឃើញហើយដឹងឮនោះភាគច្រើនតែងតែដើរបញ្ច្រាស់ទិសទៅវិញខុសคล้ายទៅជាត្រូវហើយអ្នកដែលធ្វើត្រឹមត្រូវតែងតែមានកំហុសហើយជាប់ចោទប្រកាន់មានទោសជាដើមប្រសិនបើគេយកខ្នោះមកដាក់លើដៃរបស់លោកអ្នកទាំងដែលលោកអ្នកគ្មានកំហុសនោះហើយបែរជាខ្លួនជាប់ចំណងឬក៏ខ្នោះចេញមកសំពះសូមលើកលែងទោសទៅវិញតើវាអស់សំណើចដែរឬទេហើយភាគច្រើនគ្មានប្រទេសណាក្រៅពីប្រទេសរបបផ្ដាច់ការនោះទេដែលធ្វើរឿងនេះបានហើយតែងតែញឹកញាប់ជាទីបំផុតនេះមិនមែនចូលនយោបាយអ្វីនោះទេនេះជារឿងពិតការពិតនៅក្នុងសង្គមបច្ចុប្បន្នដ៏ខ្មៅងងឹតមួយនេះហើយមួយទៀតនោះមួយចំនួនមិនសូវមានការ patient ប៉ុន្មាននោះទេយើងមិនចាំបាច់និយាយពីអ្វីឲ្យវែងនោះទេនិយាយត្រឹមតែភ្លើង stop ទៅបានហើយមនុស្សភាគច្រើនរងចាំមិនបានត្រឹមតែ2នាទីប៉ុណ្ណោះមានមនុស្សខ្លះទៀតបើកបរកាត់ភ្លើងក្រហមមិនសូវបានគ្រប់នៅតឡាចរអ្វីនោះទេថែមទាំងរត់បញ្ច្រាស់ទិសទៀតផងត្រង់នឹងឯងមនុស្សមិនសូវឲ្យតម្លៃគ្នាទៅវិញទៅមកស្មានតែស្លាប់ហើយស្អែកមកវិញឬក៏យ៉ាងណាសូមយល់ហើយនឹងសូមគិតអ្វីដែលអ្នកធ្វើណាហើយចោះប៉ុណ្ណឹងបានហើយដើម្បីកុំឲ្យវែងពេកសង្ឃឹមថាមានការកែប្រែនៅរបៀបនៃការរស់នៅឲ្យបានរៀបរយនៅថ្ងៃក្រោយកូនខ្មែរក្រៅស្រុកសូមជម្រាបលាជួបគ្នានៅលើកក្រោយទៀតសង្ឃឹមថាបងប្អូនជួយចុចចែកចម្លែកដល់កូនខ្មែរមួយចំនួនទៀតដែលបានយល់ហើយបានដឹងផងសូមអរគុណ
។